ជំរាបសួរចាស់ទស្សនិកជនធ្លាប់បានឮឬសង្កេតដែរទេមានបុគ្គលជាច្រើនត្អូញត្អែរអំពីការឈឺដើមទ្រូងមនុស្សជាច្រើនអាចគិតទៅដល់ច្រើនមូលហេតុតាមពិតទៅមូលហេតុដែលអាចកើតមានឡើងគឺដោយសារតែសាច់ដុំបេះដូងចុះខ្សោយយ៉ាងឆាប់រហ័សហើយជាជំងឺដែលគួរឲ្យខ្លាចបំផុតនេះគឺជាជំងឺបែបណានិងមានគ្រោះថ្នាក់កម្រិតណានោះយើងទាំងអស់គ្នាមកធ្វើការយល់ដឹងនិងពិគ្រោះជាមួយលោកវិជ្ជបណ្ឌិតនៅមន្ទីរពេទ្យវេទ្ធានីឥឡូវនេះខ្ញុំកំពុងនៅជាមួយវិជ្ជបណ្ឌិតអាណាត្រៀមអនុรักษ์ជំនាញផ្នែកបេះដូងនិងសរសៃឈាមរបស់មន្ទីរពេទ្យវេទ្ធានីចាសសូមជម្រាបសួរចាជម្រាបសួរចាអ្នកគ្រូពេទ្យចាតាមទិន្នន័យបានដឹងថា1/3នៃការស្លាប់គឺបណ្ដាលមកពីសាច់ដុំបេះដូងគាំងភ្លាមចង់ឲ្យអ្នកគ្រូពេទ្យបញ្យល់ពីបញ្ហានេះបន្តិចចាជំងឺសាច់ដុំបេះដូងគាំងគឺជាការខ្វះឈាមបន្ទាន់ជាជំងឺដែលគ្រោះថ្នាក់បំផុតកើតឡើងដោយសារសរសៃឈាមបេះដូងរបស់យើងមានការកកស្ទះដោយសារជាតិខ្លាញ់ជាតិកំបោរឬកំណកឈាមកកស្ទះធ្វើឲ្យឈាមមិនអាចដើរទៅចិញ្ចឹមសាច់ដុំបានបរិវេណសាច់ដុំបេះដូងក៏ចាប់ផ្ដើមខូចនៅពេលដែលសាច់ដុំបេះដូងមិនអាចធ្វើការពេញទំហឹងបេះដូងធ្វើការខ្សោយវាបណ្ដាលឲ្យកើតសភាវៈបេះដូងខ្សោយឬធ្ងន់ធ្ងរទៅដល់បេះដូងដើរខុសចង្វាក់ប្រសិនបើយើងមិនប្រញាប់ប្រញាល់ព្យាបាលឲ្យទាន់ពេលវេលាចន្លោះពី4ទៅ5នាទីនោះទេអ្នកជំងឺអាចនឹងបាត់បង់ជីវិតបានយើងត្រូវដឹងពីវិធីសង្កេតអាការៈមុននឹងទៅជួបគ្រូពេទ្យយ៉ាងម៉េចខ្លះដែរចាព្រោះពេលខ្លះមកដល់មន្ទីរពេទ្យហើយតែមិនអាចជួយសង្គ្រោះបានរហូតដល់បាត់បង់ជីវិតចាអាការៈសាច់ដុំបេះដូងខ្វះឈាមជាបន្ទាន់ភាគច្រើនបណ្ដាលមកពីអាការៈឈឺដើមទ្រូងស្ទះបែកញើសនិងងងឹតមុខពេលដែលមានសភាពធ្ងន់ធ្ងរអាការៈដកដង្ហើមមិនដល់គ្នាដោយសារសភាវៈបេះដូងខ្សោយរួមផងដែរហើយអ្នកជំងឺមានអាការៈធ្ងន់ធ្ងរបំផុតគឺអាចសន្លប់ហើយក៏មិនដឹងខ្លួនបណ្ដាលមកពីបេះដូងឈប់ធ្វើការនេះឯងចាអញ្ចឹងប្រសិនបើអ្នកជំងឺមកពិគ្រោះជាមួយពេទ្យហើយគ្រូពេទ្យមានវិធីព្យាបាលយ៉ាងម៉េចដែរចាវិធីព្យាបាលក្នុងពេលបច្ចុប្បន្ននេះមានវិធី3យ៉ាងសំខាន់វិធីទី1គឺការព្យាបាលដោយការលេបថ្នាំឬការប្រើប្រាស់ថ្នាំសម្រាប់ឲ្យឈាមរាវវិធីទី2គឺវិធីដែលជួបប្រទះញឹកញាប់គឺវិធីព្យាបាលដោយពង្រីកសរសៃឈាមដោយការប្រើបាឡុងឬការព្យាបាលដោយប្រអប់លួសខ្សែរុំតូចៗតាមសរសៃឈាមវិធីនេះអ្នកជំងឺមិនចាំបាច់ធ្វើការវះកាត់ធំហើយក៏អាចជាសះស្បើយលឿនអត់មានមុខរបួសវះកាត់ផងដែរវិធីទី3គឺបដូរសរសៃឈាមបេះដូងឬការវះកាត់សរសៃឈាមបេះដូងផងដែរតាមការស្ដាប់លោកស្រីវិជ្ជបណ្ឌិតពន្យល់នេះនាងខ្ញុំយល់ឃើញថាវិធីសំខាន់ក្នុងការព្យាបាលគឺត្រូវមានភាពរៀបរយនៃការព្យាបាលឲ្យទាន់ពេលវេលាជំងឺសាច់ដុំបេះដូងខ្វះឈាមបន្ទាន់អាចធ្វើឲ្យមានគ្រោះថ្នាក់ដល់ការបាត់បង់ជីវិតខ្ពស់ជាង 50% ហេតុដូច្នេះគ្រប់នីតិដែលយើងព្យាបាលយឺតក៏ស្មើនឹងអត្រានៃការបាត់បង់ជីវិតកាន់តែខ្ពស់សូមឲ្យអ្នកស្រីវិជ្ជបណ្ឌិតផ្ដល់អនុសាសន៍ដល់អ្នកគ្រប់គ្នាដែលមិនទាន់ថែរក្សាសុខភាពខ្លួនឯងដើម្បីបន្ថយគ្រោះថ្នាក់ពីរោគសាច់ដុំបេះដូងមួយនេះចាវិធីសាស្ត្រងាយជួយនៃការថែទាំសុខភាពខ្លួនឯងគឺទទួលទានអាហារឲ្យបាន5ក្រុមអាហារដែលមានប្រយោជន៍ដូចជាបន្លែផ្លែឈើឬធនជាតិឲ្យបានច្រើនទទួលទានអាហារជាតិខ្លាញ់តិចហើយជៀសវាងការហូបច្រើនជៀសវាងបរិភោគសាច់ជាប់ខ្លាញ់ចំណែកទី2គឺហាត់ប្រាណឲ្យបានទៀងទាត់វិធីទី3ឈប់ជួបបារីជាវិធីសំខាន់បំផុតព្រោះបារីគឺជាកត្តាគ្រោះថ្នាក់ចម្បងក្នុងការធ្វើឲ្យសរសៃឈាមបេះដូងស្ទះហើយជាមូលហេតុធ្វើឲ្យកើតជំងឺផ្សេងៗទៀតចំណែកវិធីទី4គួរតែពិនិត្យសុខភាពប្រចាំឆ្នាំពេលខ្លះយើងក៏មិនអាចដឹងថាមានជំងឺអ្វីខ្លះនៅក្នុងខ្លួនយើងនៅពេលដែលយើងមកពិនិត្យយើងអាចជាជួបប្រទះជំងឺបេះដូងដើម្បីជៀសវាងមុននឹងបាត់បង់ជីវិតធ្វើតាមអ្វីដែលបានណែនាំអាចកាត់បន្ថយអត្រានៃការកើតជំងឺបេះដូងថយចុះថ្ងៃនេះខ្ញុំសូមថ្លែងអំណរគុណលោកស្រីវិជ្ជបណ្ឌិតអាណាត្រៀមអនុรักษ์ខាងផ្នែកបេះដូងនិងសរសៃឈាមរបស់មន្ទីរពេទ្យវេទ្ធានីដែលបានផ្ដល់នូវសារចាសសូមអរគុណឧបត្ថម្ភដោយមន្ទីរពេទ្យវេទ្ធានី Victory for Life ផ្ដល់ការប្រឹក្សាដោយវិជ្ជបណ្ឌិតជំនាញតាមស្តង់ដារ JCI